សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកនាំអារម្មណ៍បងប្អូនអ្នកគ្នាមកមើលពីវិធីចម្អិនម្ហូបងាយបាទជាមួយនឹងមុខម្ហូបថ្មីមីបំពងស្រួយណាបងប្អូនងាយវាធ្វើគ្រាន់តែយើងមានរូបមន្តទឹកសោះនេះមកគឺជាការស្រេចតែម្ដងហើយចឹងគ្រឿងផ្សំមិនមាននេះច្រើនទេមានសាច់ជ្រូកឬក៏សាច់មាន់ហើយបើសិនជាបងប្អូនចង់ដាក់ជាគ្រឿងសមុទ្រអីអាចចូលបន្ថែមទៀតក៏បានដែរបាទអញ្ចឹងអ្នកខ្លះគាត់ចង់ញ៉ាំសាច់គោអញ្ចឹងគាត់អាចប្រើសាច់គោក៏បានដែរបាទអញ្ចឹងយើងមានសាច់យើងមានមីបាទមីនេះគឺខ្ញុំត្រាំទឹកវាហើយណាបងប្អូនត្រាំទឹកឲ្យវាទុនអញ្ចឹងដើម្បីយើងយកទៅបំពងទៅវាស្រួយបាទហើយយើងមានបន្លែបាទបន្លែគឺជាប្រភេទបន្លែសម្រាប់ឆាជូរអែមបាទយើងមានស្ពៃយើងមានការ៉ុតមានម្ទេសយើងមានស្ពៃក្តោបយើងមានជីវ៉ាន់ស៊ុយបាទយើងមានខ្ទឹមបារាំងបាទហើយមានស្លឹកខ្ទឹមអីតិចតួចចឹងទៅបាទហើយជាពិសេសហ្នឹងគឺយើងមានសាឡាត់ខ្មែររបស់យើងសម្រាប់ទ្រាប់នៅចានដើម្បីពេលយើងឆាឆ្អិនមកយើងដាក់ពីលើបាទហើយអ្វីដែលជាតួឯកពិសេសនៅក្នុងម្ហូបនេះគឺទឹកសោះរបស់យើងបាទទឹកសោះ Yummy KH 108បាទមានពីររសជាតិមានរសជាតិដើមនិងរសជាតិហឹរអញ្ចឹងពីរមុខនេះប្រើមួយណាក៏បានឬក៏អាចប្រើពីរមុខហ្នឹងចូលគ្នាក៏បានដែរតោះឥឡូវនេះយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាបាទមានដំបូងគឺយើងហាន់សាច់ណាបងប្អូននេះសាច់មាន់របស់យើងបាទឬក៏យើងអាចចិញ្ច្រាំក៏បានដែរចិញ្ច្រាំឲ្យអត់បើសិនជាយើងប្រើជាមួយនឹងគ្រឿងសមុទ្រយើងអាចចិញ្ច្រាំដូចស្នូលបញ្ឆៅអញ្ចឹងណាបងប្អូនសាច់ជ្រូកបងប្អូនណាតោះមកយើងហាន់សាច់ជ្រូកដូចគ្នាហាន់ស្ដើងបន្ទាប់ពីយើងហាន់សាច់ហើយយើងអាចចិញ្ច្រាំណាបងប្អូនចិញ្ច្រាំឲ្យវាម៉ត់តិចទៅនឹងទុកដាក់មួយលើទៅណាបាទបន្ទាប់មកយើងយកខ្ទឹមមកចិញ្ច្រាំណាបងប្អូនច្រាំមិនបន្ទាប់មកយើងយកខ្ទឹមបារាំងមកហាន់វាឲ្យល្អិតមកបាទពេញប៉ោះយើងហាន់វាយកគ្រាប់វាចេញមកណាបងប្អូនយកគ្រាប់វាចេញបាទហើយម្ទេសនេះម្ទេសផ្លោកនេះយើងហាន់វាស្ដើងមកដូចគ្នាមកបាទបន្ទាប់ពីយើងហាន់បន្លែឲ្យអស់យើងដាក់វាមកដុំចូលគ្នាក៏បានដែរណាបាទនេះស្លឹកខ្ទឹមបាទយើងយកមកហាន់ល្អិតមកជីវ៉ាន់ស៊ុយបងប្អូនណាជីវ៉ាន់ស៊ុយយើងហាន់វាឲ្យល្អិតដូចគ្នាដែរមកបន្ទាប់មកយើងរួចរាល់អស់ហើយយើងហាន់បន្លែរួចរាល់អស់ហើយយើងចាប់ផ្ដើមឆាបន្ទាប់ពីយើងដាក់ខ្ទះក្តៅហើយយើងយកមីដែលយើងត្រាំទឹកហ្នឹងយកមកបំពងវាណាបំពងវាស្រួយមកនិយាយបន្ទាប់ពីយើងបំពងរួចហើយឲ្យវារៀងក្រហមចេះទៅស្រួយណាបងប្អូននេះបាទនេះខ្ទឹមបំពងដែលយើងច្រាំហើយយើងដាក់បំពងណាដាក់ខ្ទះក្តៅហើយដាក់ខ្ទឹមចូលទៅឲ្យវាឈ្ងុយបាទចេញពណ៌រៀងក្រហមតិចតិចមិនឆ្ងាញ់ហើយបន្ទាប់មកគឺយើងដាក់ទឹកសោះរបស់យើងបាទមកយើងចាក់សាច់ចូលទឹកសោះឆារបស់យើងគឺមិនមែនបានធម្មតាឆាបងប្អូនអាចធ្វើបានគ្រប់មុខមិនថាឆាមិនថាស្លចៀនស្ងោរអាំងគឺបានទូទៅតែម្ដងណាហើយអត់ចាំបាច់ប្រើអីច្រើនទេគឺប្រើតែទឹកសោះហ្នឹងមួយមុខទៅគឺអូខេណាហើយដោយឡែកសម្រាប់មុខម្ហូបនេះគឺយើងយករសជាតិជូរអែមអញ្ចឹងយើងត្រូវប្រើគ្រឿងផ្សំសំខាន់មួយទៀតគឺទឹកប៉េងប៉ោះទឹកប៉េងប៉ោះចូលឲ្យស្មានមើលតាមមួយល្មមកជូរអែមណាបងប្អូនបាទហើយបើសិនជាអ្នកដែលគាត់មានចំណង់ចំណូលចិត្តទឹកម្ទេសក៏អាចដាក់ទឹកម្ទេសបានដែរហើយក៏យើងអាចបន្ថែមជាមួយនឹងម្ទេសសម្រាប់អ្នកដែលគាត់ចូលចិត្តហឹរយើងអាចបន្ថែមជាមួយនឹងម្ទេសបេះម្ដងចេញមកតាមចំណង់ចំណូលចិត្តហឹរតិចហឹរខ្លាំងអញ្ចឹងណានេះបន្លែដែលយើងហាន់ហើយយើងចាក់ចូលទាំងអស់មកយើងថែមទឹកឲ្យភ្លក់មើលសាបប្រៃផ្អែមល្មមហឹរតិចហឹរខ្លាំងអី
ថែមថយតាមនឹងណាបងប្អូនជាការស្រេចតែម្ដងហើយយើងថែមទឹកដាក់មកល្មមមកបន្ទាប់ពីយើងឆាវាឲ្យឆ្អិនបន្លែមកយើងចាប់ផ្ដើមភ្លក់ទៅហើយភ្លក់មើលឆ្ងាញ់បងប្អូនឆ្ងាញ់ធ្វើតាមនេះគឺពិសេសមែនតើរសជាតិយកបន្លែដែលយើងរៀបហើយនេះបន្លែនេះបាទអញ្ចឹងយើងចាប់មីដាក់ខ្ញុំធ្វើហូបខ្លួនឯងណាខ្ញុំមិនបានពាក់សំដៃសំជើងអីទេណាបងប្អូនអូខេបន្ទាប់មកយើងធ្វើការដុសដាក់ចូលវ៉ាវតំណងមែនតានកដៅហុយចឹងមុខម្ហូបរបស់យើងដែលមានឈ្មោះថាមីបំពងស្រួយរួចរាល់ហើយបងប្អូនចុងក្រោយយើងរោយស្លឹកខ្ទឹមហើយនឹងជីវ៉ាន់ស៊ុយមកដើម្បីឲ្យវាមានសោភ័ណភាពហើយនឹងឈ្ងុយណាឈ្ងុយឆ្ងាញ់